ជំរាបសួរក៏សួស្តីទៅកាន់អ្នកនរគ្នាបានមកជួបជាមួយខ្ញុំទៀតហើយ admin ថ្មីអ្នកសម្រេចថ្មីហើយថ្ងៃនេះខ្ញុំបានលើកនៅវីដេអូមួយដែលនិយាយពាក់ព័ន្ធពីជនជាតិឥណ្ឌាដែលបានបូមត្រីនៅកសិដ្ឋានរបស់គាត់ដែលពួកគាត់បានចិញ្ចឹមជាយូរមកហើយត្រីរបស់គាត់មានទំហំធំមែនទែនមួយស្មើនឹង2គីឡូទៅ3គីឡូផងដែរហើយការចិញ្ចឹមត្រីរបស់ពួកគាត់មានជំនាញនៅក្នុងការចិញ្ចឹមដើម្បីឲ្យធំធាត់លឿនដើម្បីសម្រាប់យកទៅលក់នៅទីផ្សារនៅឯប្រទេសឥណ្ឌាហើយការបូមត្រីរបស់គាត់គឺមានគ្នាច្រើនសម្រាប់មកជួយដើម្បីបូមឲ្យអស់ពីស្រះរបស់គាត់ដើម្បីពួកគាត់ដាក់ចិញ្ចឹមថ្មីនិងយកត្រីដែលគាត់បានចិញ្ចឹមនេះយកទៅលក់ឲ្យបានច្រើនផងដែរហើយអាចចំណែកពួកគាត់នេះបាននេសាទនៅសមុទ្រដើម្បីរកត្រីដើម្បីចិញ្ចឹមជីវភាពគ្រួសាររៀងខ្លួនហើយការរកត្រីរបស់ពួកគាត់គឺប្រើមងដើម្បីបង់ឬក៏អុសដើម្បីយកត្រីយកទៅលក់នៅក្នុងទីផ្សារផងដែរហើយពួកគាត់រកមួយថ្ងៃបានច្រើនមែនតើពីព្រោះនៅឯប្រទេសឥណ្ឌាវាមានសមុទ្រដែលមានត្រីជាច្រើនប្រភេទដែលអាចឲ្យពួកគាត់រកចិញ្ចឹមជីវិតរៀងខ្លួនបានហើយវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបើសិនបើអ្នកនរគ្នាចង់មើលវីដេអូថ្មីឬប្លែកអ្វីទៀតអាច comment នៅខាងក្រោមហើយសូមជួយចុច subscribe like និង comment ម្នាក់មួយផងសូមអរគុណបាយបាយ